បើផែនដីឈប់ដំណើរការភ្លាមលោកអ្នកនឹងមិនអាចរស់រានមានជីវិតសូមស្រមៃមើលនៅពេលនេះផែនដីកំពុងបង្វិលប៉ុន្តែបើវាឈប់ភ្លាមអ្វីនឹងកើតឡើងមនុស្សអាចរស់រានមានជីវិតទេផែនដីបង្វិលប្រហែល 1670 គីឡូម៉ែត្រក្នុង1ម៉ោងយើងមិនមានអារម្មណ៍ព្រោះយើងបង្វិលជាមួយវាប៉ុន្តែបើវាឈប់ភ្លាមអ្វីនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងបើផែនដីឈប់ភ្លាមអ្វីនៅលើផ្ទៃនឹងបន្តចលនាមនុស្សអាគាររថយន្តនឹងត្រីបោះទៅមុខដោយល្បឿនខ្លាំងដូចជាញាក់នៅក្នុងឡានហើយឡានឈប់ភ្លាមសមុទ្រនឹងមិនឈប់ជាមួយផែនដីទេទឹកនឹងបន្តចលនាបង្កើតរលកធំស៊ូណាមីធំជាងអ្វីដែលយើងធ្លាប់ឃើញទឹកអាចគ្របដណ្ដប់ដីធ្លីភាគច្រើនខ្យល់នៅលើផែនដីក៏បន្តចលនានឹងមានខ្យល់បក់ល្បឿនខ្លាំងបំផុតព្យុះធំអាចបំផ្លាញអ្វីគ្រប់យ៉ាងបើផែនដីឈប់មួយផ្នែកនឹងជាពន្លឺជានិច្ចផ្នែកមួយផ្សេងនឹងងងឹតជានិច្ចកន្លែងមួយក្តៅខ្លាំងកន្លែងមួយត្រជាក់ខ្លាំងមនុស្សពិបាករស់នៅការបង្វិលរបស់ផែនដីជួយបង្កើត magnetic field វាការពារយើងពី radiation ពីព្រះអាទិត្យបើវាឈប់ការការពារនឹងខ្សោយគ្រោះថ្នាក់កាន់តែច្រើនតើមនុស្សអាចរស់រានបានទេប្រហែលពិបាកខ្លាំងមានតែតំបន់ខ្លះអាចរស់បានប៉ុន្តែជីវិតនឹងផ្លាស់ប្ដូរទាំងស្រុងដូច្នេះការបង្វិលរបស់ផែនដីគឺសំខាន់ណាស់វាធ្វើឲ្យមានថ្ងៃនិងយប់និងអាកាសធាតុសមរម្យបើគ្មានវាជីវិតយើងអាចបញ្ចប់ហើយសំណួរមួយតើអ្នកធ្លាប់គិតពីវាមុនទេបើអ្នកគិតថាវាគួរឲ្យភ័យ comment EARTH ហើយកុំភ្លេច like subscribe និង share ដើម្បីគាំទ្រ Channel Inside Theory KH សូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ